សួស្តីអ្នកក្លាហានទាំងអស់គ្នាវិលត្រឡប់ផ្សាយជាថ្មីជាមួយនឹងសាច់រឿងបន្តនៃ anime របស់យើងដែលជាភាគទី2មហាមេគាដ៏ឯកោសាច់រឿងដំបូងផ្ដើមនៅទីកន្លែងដែលលលីគាត់បានធ្វើការសម្លាប់ក៏ដូចជាប្រយុទ្ធគ្នាកាលពីពេលមុនក៏មានបរិសម្នាក់គាត់បានហោះមកប្រើប្រាស់ធម្មពលរបស់គាត់នៅក្នុងការត្រួតពិនិត្យការប្រយុទ្ធគ្នាកាលពីអតីតកាលនេះសមោលនៃការប្រយុទ្ធក៏បានបញ្ចេញចេញមកនៅចំពោះមុខបរិសម្នាក់នោះគឺពិតជាខឹងមែនទែនសាលឃាតករធីនជូមនុស្សឈួតទាំងអស់នោះដែលមកពីនៃកាយឆីសាពួកឯងគឺពិតជាធន់ទ្រាន់ក្នុងការរស់នៅហើយមែនទេចំណែកខ្សែរឿងក៏បានកាត់មកកាត់បរិសម្នាក់ទៀតតែគាត់កំពុងតែឈរសម្លឹងទៅកាន់អ្វីមួយដែលជាផ្លាកសញ្ញាជាច្រើនសម្លឹងមួយសន្ទុះកវីក្បាលបន្តិចទុកវេទនាទាំង7កំណើតចាស់ជរាឈឺស្លាប់ជប់ជាមួយនឹងការសោកបែកជាមួយនឹងមនុស្សជាទីស្រឡាញ់គ្មាននរណាម្នាក់ចង់បានឡើយខណៈពេលនោះលលីក៏បានដើរមកពីក្រោយធ្វើការគ្រប់ទៅកាន់លោកគ្រូលលីឯងមកវិញហើយមែនទេចំណែកលលីក៏បានមករាយការណ៍អំពីបេសកកម្មរបស់គាត់ក្នុងការសម្លាប់ទៅកាន់មនុស្សអាក្រក់ដែលគាត់បានសម្លាប់កាលពីភាពមុនលលីក៏បានប្រាប់ផងដែរឪពុករបស់គាត់គឺជាអ្នកដំណោះនៃនិកាយនាគខ្មៅប្រកាសណាស់គាត់គឺពិតជាមិននៅស្ងៀមឡើយចំណែកបរិសចំណាស់វិញនិកាយនាគខ្មៅដែលដើមយកសមុទ្រគាត់គឺជាអ្នកដំណោះម្នាក់តាមអ្វីដែលខ្ញុំបានគិតនោះនៅពេលនេះគឺគាត់កំពុងតែមកតាមផ្លូវហើយមិនត្រឹមតែប៉ុណ្ណោះនៅពេលនេះខ្ញុំក៏បានរកឃើញថាចង្កេញបលឹងរបស់សៀវស៊ីងនិងមេឡុងត្រូវបានពន្លត់តើពួកគេវាប្រហែលទៅកាន់ឯងមែនទេចំណែកលលីគឺគាត់មិនលាក់ឡើយជាការពិតណាដំបូងគឺខ្ញុំមិនចង់សម្លាប់ទៅកាន់ពួកគេនោះទេក៏ប៉ុន្តែពួកគេត្រូវបានគ្រប់គ្រងទៅដោយស៊ីនលីនហើយដូច្នេះគឺពិតជាមិនអាចរក្សាទុកបន្តទៀតបានបន្ទាប់មកគ្រូរបស់លលីក៏បានប្រាប់ទៅកាន់គាត់បន្ថែមទៀតហើយដូច្នេះហើយបានជាយើងតែងតែប្រាប់ឯងឲ្យធ្វើដំណើរឆ្ពោះទៅកាន់ចុងធានដើម្បីបង្កើតការបង្រួបបង្រួមឈីកសាងការបង្កើតឈីនិងកសាងគ្រឹះនៃការដាំដុះដើម្បីឆ្ពោះចូលទៅក្នុងជួរនៃអ្នកខ្លាំងមានតែដូច្នោះទេទៅបានទទួលបានសេរីភាពមិនត្រឹមតែប៉ុណ្ណោះបច្ចេកទេសបន្សាបជាពលដែលខ្ញុំបានបរិញ្ញាឯងនោះឯងត្រូវតែរៀនឲ្យចាំវាណាហើយនេះគឺជាបន្ទះផ្លាកសញ្ញាដែលជាសញ្ញាសម្គាល់របស់គ្រូសាឡ័រត្រូវតែរក្សាវាឲ្យបានល្អបន្ទាប់មកគ្រូរបស់គាត់ក៏បានធ្វើការបញ្ជាទៅកាន់លលីឲ្យត្រឡប់ទៅកាន់ភូមិចាស់ព្រមទាំងត្រឡប់មកវិញឲ្យបានឆាប់តាមដែលធ្វើទៅបានដោយសារតែនៅក្នុងភូមិចាស់នោះគឺមានបញ្ហាតាក់ទងទៅនឹងជីវិតនិងសេចក្តីស្លាប់រួចហើយលលីក៏បានធ្វើការគ្រប់ទៅកាន់លោកគ្រូចាស់ចេញភ្លាមក្លែងមកក្នុងច្រឡងភ្នំពោពេញដោយថ្មមួយសារតន្ត្រីកំពុងតែហោះហើរនៅពីលើផ្ទៃមេឃប្រទេសចាសសដែលយើងបានឃើញតាំងពីដើមភាគកំពុងតែឆ្ពោះទៅមុខបន្ទាប់ពីដើមមួយសន្ទុះមនុស្សម្នាក់មួយក្រុមក៏បានស្រែកប្រាប់ទៅកាន់គាត់មនុស្សបំពេញមកពីទីណាហ៊ានចូលមកបំពេញទីនេះផងចំណែកបរិសម្នាក់នេះសាធិតកោធានជូឯងគឺពិតជាហ៊ានប៉ះកូនប្រុសរបស់ខ្ញុំផងមែនទេព្រមទាំងសម្រាប់ទៅកាន់គេទៀតហើយដូច្នេះថ្ងៃនេះពួកឯងត្រូវតែទូទាត់នៅតម្លៃរួចហើយព្រុញជាច្រើនក៏បានហោះសម្ដៅមកកាន់គាត់ក៏ប៉ុន្តែបរិសម្នាក់នេះគឺពិតជាខ្លាំងមែនទែនគ្រាន់តែធ្លាក់ជើងទៅកាន់ដីបន្តិចរបាំងការពារក៏បានមិនចេញទប់ទល់ពីព្រុញទាំងអស់ដែលបានបាញ់សម្ដៅមកយ៉ាងងាយស្រួលបំផុតមនុស្សទាំងអស់នោះប្រើប្រាស់ចង្វាក់នៅពីក្រោយខ្នងស្ទុះទៅរកបរិសក៏ប៉ុន្តែប្រជាម្នាក់នេះគ្រាន់តែកញ្ច្រំជើងបន្តិចតែប៉ុណ្ណោះពួកឯងស្លាប់ទាំងអស់គ្នាទៅរួចហើយពួកគេទាំងអស់គឺពិតជាមិនអាចទប់ទល់បាននោះទេក្នុងរង្វង់5គីឡូម៉ែត្រខ្ញុំនឹងមិនទុកជីវិតឲ្យនរណាម្នាក់ឡើយសូម្បីតែសត្វមានជីវិតកម្មជ្រួចបញ្ចូលដំណឹងក៏ត្រូវបានបាញ់មកពីលើមេឃប្រតិចាដែលជាគ្រូរបស់លលីក៏បានឃើញចំណែកប្រជាសនោះកំពុងតែឆ្ពោះមកក៏เลยមើលលលីវិញទៅពេលនេះគឺមកដល់ភូមិចាស់មួយទីនេះគូតែជាកន្លែងដែលលោកគ្រូបានលើកឡើងហើយបើកទ្វារចូលទៅក្នុងបន្ទប់ចំណែកប្រជាកំពុងតែធ្វើការសម្លាប់ទៅកាន់មនុស្សគ្រប់គ្នាដែលធ្វើការរៀបរៀងផ្លូវរបស់គាត់មកមួយដេកមួយមកពីរដេកពីរមិនចេញនៅធម្មពលផ្នែកបន្ទោរបស់គាត់ធ្វើការកំទេចទៅកាន់ពួកគេទាំងអស់គ្នាបណ្ដាលឲ្យហុយពេញនឹងចំណែកឯលលីកំពុងតែស្វែងរកអ្វីមួយភ្លាមនោះបន្ទប់របស់គាត់ហាបរិជាត្រាមួយត្រូវបានឃុំគាត់ជាប់នៅទីនេះទោះបីជាលលីព្យាយាមនៅក្នុងការវិបាហាបំបែកយ៉ាងណាក៏មិនអាចទៅរួចឡើយរួចហើយក៏បានលេចឡើងនៅសមគ្រូរបស់គាត់ធ្វើការប្រាប់ទៅកាន់លលីកុំខ្ជិះខ្ជាយធម្មពលរបស់ឯងឯងគូទៅនៅទីនេះឥឡូវនេះក្លែងមកប្រជាវិញពួកឯងគឺបានសម្លាប់ទៅកាន់កូនប្រុសរបស់ខ្ញុំថ្ងៃនេះត្រូវតែទូទាត់សងជីវិតគ្រូរបស់លលីវិញក៏បាននិយាយតបតកូនប្រុសរបស់លោកគឺបានធ្វើការគៀបសង្កត់ទៅកាន់ស្ត្រីធ្វើបាបឆោយកប្រពន្ធគេវិប្រហារទៅកាន់មនុស្សទន់ខ្សោយហើយដូច្នេះគឺសំទទួលបានសេចក្តីស្លាប់យើងគឺបានធ្វើការរកយុត្តិធម៌ទៅកាន់ប្រជាជននៅក្នុងจีนចៅរាយប្រជាវិញពួកឯងគ្រាន់តែជាឆ្កែជាស្រមោចតែប៉ុណ្ណោះនិកាយអន់ដូចជាពួកឯងនេះគ្មានសិទ្ធិប៉ះពាល់ទៅកាន់កូនប្រុសរបស់ខ្ញុំនោះទេហើយដូច្នេះហើយពួកឯងក៏ពិតជាធន់ទ្រាំទៅនឹងជីវិតខ្លាំងណាស់ថ្ងៃនេះជីវិតទាំងអស់នៅក្នុងសាលធាតុកោធានជូត្រូវតែចំណាយបន្ទាប់ពីនិយាយចប់
បញ្ចេញធម្មពពកក្រហមចន្ទចៅរបស់គាត់វាបានទៅកាន់គ្រូរបស់លតលីនេះគឺជាច្បាប់របស់ខ្ញុំធ្វើការបំផ្លាញនៅពេលនោះសម្លេងរបស់គ្រូលតលីក៏បាននិយាយបន្តទៀត3ម៉ោងទៀតត្រាមួយនេះដែលបានខំអាញនឹងត្រូវបានបំបែកចំណែកឯពួកគាត់ទាំងពីរនេះគឺកំពុងតែប្រយុទ្ធគ្នាចំណែកសម្លេងសមររបស់គ្រូលតលីនៅតែបន្តប្រាប់ទៅកាន់លតលីបន្ថែមទៀតចឹងទៅនៅទីនេះកុំចាច់ចាញ់អសោះលីងពុកគឺបានការពារឯងអររយៈពេល16ឆ្នាំមកហើយថ្ងៃនេះគឺពិតជាមិនអាចអមដំណើររបស់ឯងបន្តទៀតនោះទេហើយនេះគឺជាចង្កៀងចិនជាងនៃជីវិតគឺជាវត្ថុបុរាណរបស់និកាយឈីសាដើម្បីគ្រប់គ្រងទៅកាន់សាលគិតកោធានជូប្រើប្រាស់វាឲ្យបានល្អដរាបណាចង្កៀងនៃជីវិតនៅតែមាននោះគ្មានសមាជិកណាម្នាក់អាចលើកកម្បាំងបាននោះឡើយពួកគេគឺនៅតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់និកាយឈីសាដដែលការសម្លាប់ដើម្បីឲ្យកិច្ចផុតពីអន្តររបស់នៃការឆីសាទោះជាយ៉ាងណាខណៈពេលដែលគាត់និយាយបណ្ដារូបរាងកាយរបស់គាត់ខាងក្រៅកំពុងតែប្រយុទ្ធបណ្ដាទឹកមុខរបស់លតលីបង្ហាញពីការកំសត់ព្រួយបារម្ភអំពីឪពុកឯងគឺមានអំណាចអរូបីរឹងមាំងាយស្រួលនឹងគ្រប់គ្រងក៏ប៉ុន្តែកុំប្រាប់ទៅកាន់នរណាឲ្យសោះថ្ងៃណាមួយឯងប្រកាសជាជល់ថាការលះបង់ទាំងអស់នេះគឺពិតជាមិនអាចជៀសរួចប្រើប្រាស់នៃកាយរបស់គ្រូសាល័រចូលរួមជាមួយនឹងនៃកាយមេអំបៅវិញ្ញាណបន្ទាប់មកទៅភ្នំធានសេងក្នុងខាងជើស្វែងរកម្ដាយរបស់ឯងក៏លេចមកមើលរូបរាងកាយរបស់គាត់កំពុងតែប្រយុទ្ធវិញគឺពិតជាមិនអាចទប់ទល់ជាមួយនឹងព្រឹត្តិការណ៍សសបានឡើយតែលោកចង់បំផ្លាញសាធានជូទាំងមូលមែនទេមនុស្សជាច្រើនត្រូវបានសម្លាប់ដោយកូនរបស់លោកស្ត្រីក៏ដូចជាប្រពន្ធរបស់គេពិជារាស្រ្តត្រង់សិតសឹងតែបានបាត់បង់ជីវិតក៏ប៉ុន្តែប្រជាសសជីវិតរបស់ពួកឯងគឺប្រៀបទៅជាសម្ោចវណ្ណៈគឺខុសគ្នាហើយដូច្នេះវាគឺគ្មានតម្លៃអ្វីទាំងអស់រួចហើយបញ្ចេញនូវធម្មពពកក្រហមចិនចៅរបស់គាត់យ៉ាងខ្លាំងក្លាបន្ថែមទៀតបង្កើតទៅជារូបនាគហោះកឡើងពីពេជ្រជុំធ្វើការកំទេចទៅកាន់សាធានជូទាំងមូលលេងថ្ងៃនេះពុកសុំទោសផងមិនអាចកំដរអញបន្តទៀតនោះទេរួចហើយនាគពកក្រហមចិនចៅនេះក៏បានធ្វើការកំទេចទៅកាន់សាធារកធានជូទាំងមូលឲ្យរៀបដល់ដីចំណែកពុករបស់លីណាវិញជីវិតរបស់គាត់ក៏មិនសេសសល់ដូចគ្នាត្រូវបានថ្មសង្កត់ព្រឹត្តិការណ៍សសវិបហាមួយកម្លាំងទៀតរបស់គាត់បន្ថែមទៀតអ្វីៗគឺចប់សពគ្រប់ហើយនេះគឺជាការតបស្នងដែលពួកឯងហ៊ានសម្លាប់ទៅកាន់កូនប្រុសរបស់ខ្ញុំរយៈពេល3ម៉ោងក្រោយមកត្រាក្នុងបន្ទប់ដែលត្រូវបានឃុំឃាំងលីងនោះក៏ត្រូវបានបើកគាត់ក៏បានបញ្ញាបញ្ញាក្នុងការបើកទ្វារចាក់ចេញទៅក្រៅយ៉ាងលឿនត្រួតពិនិត្យទៅកាន់សាគិតកោធានជូនៅពេលបានមកដល់គឺពិតជាតស្លុតមែនទែនអ្វីៗត្រូវបានរៀបដល់ដីរួចទៅហើយព្យាយាមស្វែងរកឪពុកក៏ប៉ុន្តែទោះជាយ៉ាងណាគឺពិតជាមិនអាចរកឃើញនោះទេពុកនៅទីណាទៅទឹកមុខរបស់លីងនៅពេលនេះគឺពិតជាកំសត់មែនទែនកាត់បានដល់ពេលព្រឹកឡើងគាត់កំពុងតែដើរក្នុងព្រៃមួយពោពេញទៅដោយភាពតាក់តោលអាចកំបាំងអ្វីទៅដែលត្រូវបានលាក់ទុកក្នុងខ្លួនរបស់ខ្ញុំនោះហេតុអ្វីបានជាអ្នកម៉ែនៅលើភ្នំធានសេងក្នុងទីក្រុងខាងជើទៅវិញហេតុអ្វីពុកមិនប្រាប់ខ្ញុំឬទាំងអស់នេះតាំងពីដើមមកគាត់ឲ្យខ្ញុំរស់នៅជាអ្នកភូមិល័តើអាចកំបាំងនៃរឿងនេះគឺជាអ្វីហេតុដូច្នេះមានតែខ្ញុំចំពោះទៅកាន់កោះល័ចូលរួមជាមួយនឹងនិកាយមេអបវិញ្ញាណពង្រឹងទៅកាន់ឫសគល់ខាងវិញ្ញាណនៃការំតោទើបខ្ញុំអាចរស់នៅបានបំពេញតាមរំងរបស់លោកឪពុកសាច់រឿងក៏បានកាត់មកក្នុងបន្ទប់មួយបរិបពីរនាក់កំពុងតែឈរយ៉ាប់ពេល3ថ្ងៃទៀតវាគឺជាការជ្រើសរើសការធ្វើតេស្តឬគល់ខាងវិញ្ញាណបរិចំណាស់គាត់ក៏បានធ្វើការបញ្ជាទៅកាន់បរិរឹងបំនោះឲ្យធ្វើឲ្យបានល្អបំផុតក៏មកគ្រូសាខកបំណងឲ្យសោះក្លែកប្រមើលនៅលើទឹកអូរមួយស្ពានកំពុងតែឆ្លងកាត់ត្រូវបានត្រលដៃមួយមនុស្សម្នាក់ជាច្រើនកំពុងតែឆ្លងកាត់យើងក៏បានឃើញផងដែរថាលនលីគឺបានមកដល់ច្រកទ្វារមួយនៅទីនេះរួចទៅហើយចូលមកដល់ក្នុងទីផ្សារមនុស្សម្នាក់ជាច្រើនកំពុងតែដើរឆ្លងកាត់អ្នករកស៊ីកំពុងតែប្រកបរបរចំណែកលនលីនៅតែបន្តទៅមុខខណៈពេលនោះមនុស្សមួយក្រុមពួកគេកំពុងតែនិយាយអំពីទេពកោសល្យរបស់បងស្រីទី2គាត់គឺពិតជាប្រកែកណាស់ហើយខ្ញុំក៏ប្រកាសចិត្តថាឯងក៏អាចប្រឡងជាប់បានដែរជាមួយនឹងការសាឡបងឬគល់ខាងវិញ្ញាណរបស់គ្រូសាស្ត្រល័រមនុស្ស3នាក់នេះកំពុងតែពិភាក្សាគ្នាបើសិនបើខ្ញុំជាប់ឬគល់ខាងវិញ្ញាណនៃការសាឡបងខ្ញុំគឺពិតជាមិនភ្លេចទៅកាន់អ្នកទាំងអស់គ្នាឡើយចំណែកលនលីដើរចិត្តគាត់ក៏បានស្ដាប់ចូលតុអង្គុយកំងនឹងមីមួយចានដែលជាមីយ៉ាងឈុនប្រាប់ទៅកាន់ម្ចាស់ហាងឲ្យយកមករយៈមនុស្សទាំង3នាក់នេះនៅតែបន្តនិយាយបន្តទៀតរៀងរាល់20ឆ្នាំម្ដងសិស្សពូកែដូចជាខ្ញុំបុព្វបុរសនឹងត្រូវបានអញ្ជើញទៅកាន់និកាយមេអំបៅវិញ្ញាណហើយវានឹងក្លាយទៅជាមោទនភាពថ្មីរបស់គ្រូសាឡ័រចំណែកលនលីគាត់ក៏បានគិតផងដែរគ្រូសាស្ត្រល័រនៃជិនជើរៀងរាល់20ឆ្នាំម្ដងគឺត្រូវកែប្រកួតប្រជែងដើម្បីទទួលបានយុវជនចំនួនក្រោយនេះហាក់បីជាឱកាសមានឱកាសប្រាក់រយៈនៅពេលនោះយើងក៏បានឃើញមនុស្សប្រុសស្រីមួយគូកំពុងតែបំបោសេចយ៉ាងលើកបំផុតចូលទៅក្នុងទីផ្សារមួយនេះស្ត្រីម្នាក់នោះក៏បានហៅទៅកាន់លោកមេងកុំលឿនពេកបន្ថយលំពើបន្តិចទៅព្រោះនេះគឺជាទីផ្សារអាចមានផលប៉ះពាល់ទៅកាន់មនុស្សម្នាក់ផ្សេងទៀតបានក៏ប៉ុន្តែ
តែសម្រាប់លោកមីងគឺគាត់មិនចង់ជឿពេលនោះទេដោយសារតែលោកម្ចាស់បានប្រាប់ហើយគឺត្រូវតែទៅឲ្យទាន់ការធ្វើឬគល់ខាងវិញ្ញាណមកដល់មកបន្តិចជាងក៏បានឃើញថាក្មេងស្រីម្នាក់កំពុងតែក៏វិញខ្លួនយ៉ាងសប្បាយស្រាប់តែពេលនោះសេះរបស់ពួកគេក៏បានមកក៏ប៉ុន្តែជាស្នាងល្អមែនទែនខណៈពេលដែលគ្រោះថ្នាក់លលីក៏បានជួយទៅកាន់ក្មេងស្រីនោះទាន់ពេលវេលាចំណែកឯពួកគេបំបោសេះទាំងពីរនាក់នេះក៏មានការភ័យមិនស្ទើរផងដែរនៅពេលនោះក្មេងស្រីដ៏ស្រស់ស្អាតនាងក៏បានចូលទៅលើសេះធ្វើការសំទោសទៅកាន់ក្មេងស្រីតូចចំណែកលលីក៏បានសួរទៅកាន់ពួកគេផងដែរហើយអ្វីបានជាបំបោសេះនៅក្នុងទីប្រជុំជនលឿនដូចនេះក្មេងស្រីដ៏ស្រស់ស្អាតពួកយើងគឺពិតជាសំទោសមែនទែនដោយសារតែពួកយើងបញ្ញាបញ្ញាទៅធ្វើតែឬគល់ខំវិញ្ញាណបរិសុទ្ធចំណាស់ដែលជាលោកតារបស់ចៅស្រីក៏បានមកនេះគឺជាកញ្ញាប៊ិកមែនទេវាមិនអីនោះទេហើយគាត់ក៏បានអរគុណទៅកាន់អ្នកក្លាហានលលីផងដែរដែលបានជួយជាសំណាងល្អហើយដែលគ្មានគ្រោះថ្នាក់អាក្រក់អ្វីកើតឡើងនោះក៏ប៉ុន្តែលលីក៏បានប្រាប់ទៅកាន់ស្រីស្អាតនោះឲ្យមានការប្រុងប្រយ័ត្នឲ្យបានមែនទែននាថ្ងៃក្រោយកុំធ្វើដូច្នេះបន្តទៀតបន្ទាប់មកស្ត្រីស្រស់ស្អាតក៏បានធ្វើការសមភ័យទោសទៅកាន់លោកតាម្ដងទៀតរួចហើយក៏បានចាស់ចេញចំណែកលលីគាត់ក៏បានគិតអំពីចំណុចខ្វះខាតដ៏ធំនោះតើគាត់ចង់ធ្វើតេស្តឬគល់ខាងវិញ្ញាណដែរទេក្រោយមកទីតាំងមួយទៀតដើមឈើដ៏ធំពណ៌ស៊ីចម្ពូមនុស្សម្នាក់ជាច្រើននៅទីនេះកំពុងតែធ្វើការប្រមូលផ្ដុំវាគឺជាកន្លែងសាកល្បងឬគល់ខាងវិញ្ញាណមនុស្សម្នាក់ជាច្រើនដើរទៅមុខបណ្ដាជជែកគ្នាបណ្ដានេះគឺជាលើកដំបូងរបស់ខ្ញុំហើយដែលបានមកកន្លែងដ៏ស្រស់ស្អាតបែបនេះចំណែកលលីក៏ជាមនុស្សម្នាក់ក្នុងចំណោមពួកគេកំពុងតែឆ្ពោះទៅមុខដូចគ្នាកន្លែងមួយនេះគឺពិតជាស្រស់ស្អាតមែនទែនខ្ញុំគឺពិតជាមិនអាចរងចាំបាននោះទេហេហេពួកយើងទៅមកឲ្យលឿនទៅវាហាក់បីដូចជាការសាកល្បងគឺរៀបនឹងចាប់ផ្ដើមហើយបន្ទាប់មកក៏បានឃើញមនុស្ស4នាក់ពួកគាត់ក៏បានដើរចេញមកពីក្បែរដើមឈើតើគាត់គឺជាប្រមុខគ្រូសាឡូមែនទេប្រធាននៃគ្រូសាឡូគឺបានបណ្ដោះហើយនៅពេលនេះមនុស្សម្នាជាច្រើនពួកគេគឺពិតជាសប្បាយចិត្តនេះគឺជាកិត្តិយសរបស់ខ្ញុំហើយចំណែកលលីក៏បានប៉ះទៅកាន់បរិសម្នាក់ហេឯងកំពុងតែធ្វើស្អីហ្នឹងរីឯលលីក៏បានសមភ័យទោសផងដែរគាត់គ្មានចេតនានោះឡើយហើយគាត់ក៏បានឃើញមនុស្សប្រុសស្រីទាំងពីរនាក់ដែលបានឃើញការពីពេលមុននៅក្នុងភាសានោះព្រឹទ្ធាចារ្យដែលជាប្រមុខនៃគ្រូសាឡូក៏បានធ្វើការលើកដៃគោរពទៅកាន់ប្រជាជននៅក្នុងទីក្រុងជីនជើទាំងអស់គ្នាសូមស្វាគមន៍ការមកកាន់ការសាកល្បងឬគល់ខាងវិញ្ញាណរយៈពេល20ឆ្នាំនៅក្នុងឆ្នាំនេះពួកយើងនឹងធ្វើការជ្រើសរើសយុវជន2នាក់តើណាទៅនឹងមានវាសនាក្នុងការចូលរួមជាមួយនឹងនិកាយអមតៈនិកាយនៃព្រះបន្ទូលខាងវិញ្ញាណបន្ទាប់មកព្រឹទ្ធាចារ្យម្នាក់នោះក៏បានរៀបរាប់អំពីបុព្វបុរសនៃគ្រូសាឡូបន្ថែមទៀតគឺគាត់បានឆ្ពោះទៅកាន់ចំណុចសំខាន់ទៅដល់ក្នុងពិភពចុងធានវាគឺជារឿងដ៏អស្ចារ្យមួយដែលបានឈានមកកាន់កម្រិតនេះហើយដូច្នេះហើយចំពោះសមិទ្ធផលដ៏ល្អទាំងអស់នេះសំណូមពរជ័យមកកាន់ប្រជាជននៅក្នុងទីក្រុងជីនជើទាំងអស់គ្នាមនុស្សម្នាក់នៅពេលនោះក៏បានអបអរសាទរប្រមុខគ្រូសាឡូបន្តទៀតថាប៉ុន្តែអ្នករំដោនៃនិកាយអ្នកខ្មៅសម្ព័ន្ធមិត្តនៃនិកាយមេអំបៅវិញ្ញាណកំពុងតែធ្វើមកជុំវិញជីនជើហើយដូច្នេះសូមអញ្ជើញជាពិសេសទៅកាន់បរមម្ចាស់ឡុងវីឌៀងចូលរួមគឺជាភ្ញៀវកិត្តិយសជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមនុស្សម្នាក់គ្រប់គ្នាក៏បានក្លែកមើលទៅកាន់លើមេឃពីខាងក្រោយព្រះហើយគាត់គឺពិតជាហោះបានគាត់គឺពិតជាហោះបានពិតមែនហើយព្រឹត្តិការណ៍ដែលបានមកនោះគឺជាព្រះចាសសតតាំងពីដើមពីដំបូងនឹងឯងសាច់រឿងរបស់យើងក៏បានឈានមកកាន់ទីបញ្ចប់សូមអរគុណសម្រាប់អ្នកក្លាហានសម្រាប់ការទស្សនាយើងនឹងវិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតនៅវីដេអូបន្ទាប់ក៏ប៉ុន្តែកុំភ្លេចណា Subscribe ឲ្យមានម្នាក់មួយផងនៅពេលនេះជម្រាបលាបាយបាយ